កាលពីយូរលង់ណាស់មកហើយមានតាម្នាក់ពិការភ្នែកទាំងសងខាងគាត់រស់នៅក្នុងផ្ទះចាស់មួយក្បែរដើមឈើធំនៅឯចុងភូមិលោកតាមានឈ្មោះថាតាចិនគ្មានកូនចៅនោះទេគាត់រស់នៅតែម្នាក់ឯងតាចិនរស់នៅដោយពឹងផ្អែកលើការដើរបេះបន្លែនិងរាវខ្យងតាមវាលស្រែយកមកធ្វើហូបប្រចាំថ្ងៃពោលគឺគាត់រកបានមួយថ្ងៃដើម្បីរស់មួយថ្ងៃនាថ្ងៃមួយលោកតាចិនក៏បានធ្វើដំណើរចូលទៅព្រៃនៅក្បែរភូមិរបស់គាត់ដើម្បីរកត្រពាំងនិងបេះបន្លែផ្សេងៗដែលមាននៅទីនោះយកមកស្លហូបពេលនោះលោកតាបានដើរទៅផ្លូវនោះក៏បានជួបនឹងចោរម្នាក់ដែលកំពុងពួននៅក្បែរគុម្ពឫស្សីក្នុងព្រៃនោះណែតាកញ្ចាស់យើងគឺជាចោរឆាប់យកលុយមកឲ្យយើងភ្លាមបើមិនចង់ងាប់ខ្ញុំគ្មានលុយទេលោកចោរខ្ញុំគឺជាមនុស្សពិការភ្នែកម្នាក់ឯងមានលុយឯណាបើសប្តាហ៍នេះខ្ញុំរកមួយថ្ងៃដើម្បីទោះតែមួយថ្ងៃនឹងលោកចោរអាណិតខ្ញុំផងកុំធ្វើបាបខ្ញុំអីយីតាកញ្ចាស់យើងមិនខ្វល់ថាតាឯងខ្វាក់ឬមិនខ្វាក់ទេបើមិនឲ្យលុយទេតាឯងច្បាស់ជាស្លាប់នៅទីនេះជាមិនខានខ្ញុំពិតជាគ្មានលុយមែនណាលោកចៅសូមលោកចៅកុំធ្វើបាបខ្ញុំអីចៅចិត្តដេរឆានមិនបានស្ដាប់តាមការអង្វររបស់តាចិនឡើយក៏កើតជាការខឹងសម្បារនឹងលោកតាជាខ្លាំងក៏បានយកកាំបិតនៅក្នុងដៃកាប់សម្លាប់តាចិនដេកដួលស្លាប់នៅក្នុងស្រុកឈាមនោះទៅរួចចៅក៏បានរត់គេចបាត់ទៅលោកតាចិនបានដេកដួលនៅលើដីដោយទឹកមុខអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏យំស្រែកទាំងដង្ហើមចុងក្រោយថាយើងត្រូវតែសងសឹកខ្ញុំសូមឲ្យខ្លាចខ្លួនជាខ្មោចតែអាចមានភ្នែកអាចមើលឃើញមុខអាចោរនោះបានច្បាស់បើទោះបីជាភ្នែកទាំងគូនោះនៅទីណាក៏ដោយក៏ខ្ញុំសុខចិត្តដែរនិយាយរួចតាចិនក៏ដាច់ខ្យល់ស្លាប់នៅទីនោះគួរឲ្យសង្វេគនៅក្នុងព្រៃនោះទៅព្រឹកឡើងអ្នកភូមិដែលដើរកាត់ទីនោះបានឃើញសពលោកតាចិនស្លាប់យ៉ាងអណោចអាថមហើយអ្នកភូមិក៏បានយកសពតាចិនទៅធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណីដោយសារតែកំហឹងចងអាឃាតរបស់លោកតាចិនក៏បានក្លាយជាខ្មោចដែលមានរូបរាងគួរឲ្យខ្លាចខ្មោចតាចិនមិនមានភ្នែកនៅខាងមុខនោះទេតែបែរជាមានភ្នែកនៅបាត់ដៃទាំងសងខាងដូចអ្វីដែលគាត់បានពងប្រាថ្នាជារៀងរាល់យប់ខ្មោចតាចិនបានដើរស្វែងរកចោរដែលបានសម្លាប់ខ្លួនដើម្បីសងសឹកដោយសារតែខ្មោចតាចិនមិនមានភ្នែកនៅបាត់ដៃខ្មោចតាចិនតែងតែដើរលាបាត់ដៃទៅមុខរហូតដើម្បីមើលផ្លូវខ្មោចតាចិនដើរកាត់ភូមិកាត់ស្រុកដើម្បីស្វែងរកចោរដែលបានសម្លាប់គាត់ទោះដើរយ៉ាងណាក៏ដោយក៏មិនអាចរកឃើញចោរដែលបានសម្លាប់គាត់ដែរព្រោះពេលគាត់ស្លាប់គាត់មិនបានមើលឃើញមុខចោរនោះទេតែដោយសារតែគំនុំគាត់នឹងសម្លាប់គ្រប់គ្នាដែលគាត់បានឃើញយប់មួយមានអ្នកកំឡោះម្នាក់បានធ្វើដំណើរមិនដឹងមកពីខាងណាទេបានធ្វើដំណើរកាត់កន្លែងបញ្ចុះសពដើរបានបន្តិចក៏បានឃើញស្រមោលព្រាលដូចជាមនុស្សចាស់ដើរចេញពីកន្លែងងងឹតដើរសំដៅមករកគេពេលដើរមកដល់គេឃើញថាតាចាស់នោះមិនមានគ្រាប់ភ្នែកទេបែរជាមានគ្រាប់ភ្នែកនៅលើបាតដៃទាំងសងខាងទៅវិញឃើញដូចនោះខ្មោចតាចិនក៏បានសម្លាប់អ្នកកំឡោះនោះស្លាប់នៅក្នុងព្រៃកប់ខ្មោចនោះទៅយប់បន្ទាប់ចោរដែលបានសម្លាប់តាចិនក៏បានវិលត្រឡប់មកស្ទាក់ប្លន់អ្នកភូមិនៅឯព្រៃនោះវិញចោរដែលកំពុងតែលោកមើលក្រែងមានអ្នកភូមិណាដើរឆ្លងកាត់នោះស្រាប់តែឃើញតាចាស់ម្នាក់ដើរសំដៅមករកចោរនោះយើងរកឯងឃើញហើយឯងគឺជាអ្នកសម្លាប់យើងត្រូវតែបឺតជញ្ជក់ឈាមឯងយីតាខ្វាក់ទេតាទេកុំសម្លាប់ខ្ញុំអីខ្ញុំខ្លាចហើយចោរនោះបានរត់ទៅផ្ទះអ្នកភូមិដើម្បីឲ្យអ្នកភូមិជួយលុះរត់យូរទៅក៏ទៅដល់ផ្ទះតាឈឹមជួយផងពូជួយផងខ្មោចលោកនឹងចង់សម្លាប់ខ្ញុំអាចយកទៅពួននៅក្នុងហឹបក្នុងផ្ទះទៅចោរនឹងតាឈឹមបាននាំគ្នារត់ទៅពួនក្នុងហឹបក្នុងផ្ទះរបស់គាត់ម្នាក់មួយហើយខ្មោចតាចិនក៏បានមកដល់ដោយសារតែខ្មោចតាចិនចាំបានក្លិនរបស់ចោរនោះខ្មោចតាចិនក៏បានបើកហឹបនោះហើយបឺតខំជញ្ជក់ឈាមចោរនោះនឹងសូរខ្វាច់ស្លាប់នៅក្នុងហឹបនោះទៅបន្តិចមកពូឈឹមក៏បានបើកហឹបនោះឃើញចោរនោះស្លាប់នៅក្នុងហឹបដោយសល់តែគ្រោងឆ្អឹងព្រោះខ្មោចតាចិនបានបឺតជញ្ជក់ឈាម
របស់ចោរនោះអស់ពីខ្លួន